ខ្ញុំសប្បាយចិត្តដែលថាឃើញពួកគេរៀនពូកែអញ្ចឹងណាបាទហ្នឹងហើយខំប្រឹងរៀនទៀតឬនៅអត់អូខេលោកផនផល្លាជាប្រធានសមាគមជនអតិពឹងឬហៅថាមណ្ឌលមែកឈើដែលកំពុងចិញ្ចឹមកុមារកំព្រាជិត200នាក់លោកបានឲ្យដឹងថាការគាំពៀសិទ្ធិរស់រានមានជីវិតនិងការកាត់គូឲ្យកុមារកំព្រាទទួលបានការអប់រំល្អគឺជាទិសដៅចម្បងរបស់មណ្ឌលកុមារកំព្រារបស់លោកយើងព្យាយាមធ្វើយ៉ាងណាឲ្យក្មេងៗទាំងអស់នោះមិនថាកើតឡើងគាត់បាត់បង់ឪពុកម្ដាយមែនគាត់ស្ថិតនៅក្នុងក្រុមគ្រួសារដែលក្រីក្រលំបាកមែនប៉ុន្តែត្រូវតែទទួលបាននៅអាហារហូបចុកគ្រប់គ្រាន់គាត់ពេលគាត់ឈឺត្រូវតែទទួលបាននៅការព្យាបាលបាទគាត់ដល់វ័យចូលរៀនគាត់ត្រូវតែបញ្ជូនឲ្យបានចូលរៀនបាទនោះគឺជាទិសដៅរបស់យើងអញ្ចឹងកូនយើងទាំងអស់គឺត្រូវបានបញ្ជូនទៅរៀនសាលារដ្ឋដូចកូននៅតាមសហគមន៍ដែរដូច្នេះផ្នែកអប់រំគឺជាទិសដៅចម្បងក្នុងការដែលយើងរុញច្រានកូនដើម្បីឲ្យធ្វើម៉េចពួកគេរៀនឲ្យបានដល់កម្រិតមហាវិទ្យាល័យបាទហើយក្រៅពីកម្មវិធីរបស់កូនយើងមានកម្មវិធីចាស់ជរាដែរបាទអញ្ចឹងតាមសហគមន៍យើងចិញ្ចឹមចាស់ជរាជិត100នាក់ឯណោះបច្ចុប្បន្ននេះមណ្ឌលមែកឈើដែលមានទីតាំងស្ថិតនៅសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញកំពុងចិញ្ចឹមបីបាច់កុមារកំព្រានិងក្មេងអនាថាចំនួន186នាក់មណ្ឌលមែកឈើស្ថិតក្នុងចំណោមមណ្ឌលកុមារកំព្រាជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជាការក្នុងខេត្តព្រៃវែងក្នុងចំណោមបងប្អូន4នាក់លោកផនផល្លាជាអតីតកុមារម្នាក់ដែលរស់នៅមណ្ឌលកុមារកំព្រានៅពេលលោកមានអាយុ9ឆ្នាំដោយសារស្ថានភាពគ្រួសារជីវិតរបស់លោកត្រូវបានរសាត់អណ្ដែតនិងមករស់នៅមណ្ឌលមែកឈើអំឡុងឆ្នាំ1997ធ្លាប់ឆ្លងកាត់នៅជីវិតដែលរសាត់អណ្ដែតជីវិតដែលលប៉ាត់លប៉ាយហើយត្រូវបានមណ្ឌលកុមារកំព្រាយកមកបណ្ដុះបណ្ដាលអញ្ចឹងហើយនៅពេលដែលកលេចទៅឃើញកូនខ្លះដែលគាត់បានបាត់បង់ឪពុកម្ដាយដូចគ្នាកូនខ្លះដែលបានរស់នៅយ៉ាងអនាថាទាំងអស់នេះហើយវាជាភាពដិតដាមនៃជីវិតរបស់ខ្ញុំហើយធ្វើឲ្យខ្ញុំសម្រេចចិត្តក្នុងការបន្តការងារនេះក្រោយពីអ្នកម្ដាយដែលគាត់បង្កើតមណ្ឌលនេះគាត់បានអនិច្ចកម្មណាបាទលោកផនផល្លាធ្លាប់មានក្តីស្រមៃចង់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក៏ប៉ុន្តែលោកបានបោះបង់ក្តីស្រមៃនោះដើម្បីមកគ្រប់គ្រងមណ្ឌលមែកឈើហើយងាកទៅការចិញ្ចឹមក្មេងវិញខ្ញុំចង់និយាយចេះក្មេងយើងភាគច្រើនសុខភាពមិនសូវល្អទេដោយសារតែពួកគាត់មកគឺកូនខ្លះគឺឈឺមានជំងឺប្រចាំកាយជាដើមបាទអញ្ចឹងហើយធ្វើឲ្យក្រុមការងារយើងពិបាកក្នុងការចិញ្ចឹមបីបាច់ថែរក្សាគាត់បាទហើយកូនខ្លះគាត់មានសតិអត់សូវគ្រប់លក្ខណៈដូចកូនទូទៅមានការលូតលាស់យឺតយ៉ាវខាងផ្នែកខួរក្បាលអីជាដើមបច្ចុប្បន្ននេះលោកផនផល្លាបានរៀបរាប់មធ្យោបាយគៀងគរការចូលរួមពីប្រជាពលរដ្ឋដើម្បីជួយជ្រោមជ្រែងក្មេងៗក្នុងមណ្ឌលមែកឈើរបស់លោកដែលបង្កើតឡើងតាំងពីឆ្នាំ1994ខ្ញុំតែងតែបង្កើតនៅព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្ញុំក្នុងការរៃអង្គាសមូលនិធិកញ្ចប់ប្រចាំឆ្នាំមួយដែលអាចរក្សាទុកកញ្ចប់មួយនោះចិញ្ចឹមកូនពីមួយឆ្នាំទៅមួយឆ្នាំបាទតួយ៉ាងឆ្នាំមុនខ្ញុំបង្កើតកម្មវិធីរត់ម៉ារ៉ាតុនពីខេត្តសៀមរាបឡើងមកមណ្ឌលមែកឈើនេះបាទដែលមានចម្ងាយដី350គីឡូម៉ែត្របាទហើយមួយឆ្នាំតទៅមុខទៀតនេះគឺខ្ញុំបានបោះពុម្ពអាវយឺតនេះអាវដែលខ្ញុំកំពុងតែពាក់ហ្នឹងគឺយើងបានបោះពុម្ពអាវយឺតនេះដើម្បីដើរលក់តាមបណ្ដាខេត្តបណ្ដាភូមិឃុំស្រុកផ្សេងនៅក្នុងប្រទេសកម្ពុជាយើងដើម្បីឲ្យអាចផ្សារភ្ជាប់នៅបេះដូងមនុស្សធម៌មួយរវាងកូនដែលបានបាត់បង់ឪពុកម្ដាយហើយនិងរវាងពុកម៉ែបងប្អូនទាំងអស់ដែលគាត់មើលឃើញអំពីក្មេងៗរងគ្រោះទាំងអស់នោះហើយពួកគាត់មានបំណងចិត្តក្នុងការចូលរួមចំណែកជួយដែរអ្នកស្រីកៅសេរីទូចរស់នៅស្រុកបាទីខេត្តតាកែវមកទិញអាវយឺតពីស្តង់លក់អាវរបស់មណ្ឌលមែកឈើបានរៀបរាប់ថាខ្ញុំតាមដានយូរហើយឃើញគាត់ជួយក្មេងដែលលំបាកពិបាកអត់មានអីទីពឹងអញ្ចឹងណាហើយដោះឲ្យចង់និយាយថាយើងអត់មានសមត្ថភាពអីជួយទាំងដុលទេអញ្ចឹងចង់រួមចំណែកមួយគាត់ជួយក្មេងដែលគ្នាខ្វះខាតអត់មានទីពឹងអីអញ្ចឹងណាបងចាត្រេកអរដែលខាគាត់បានជួយសង្គមអញ្ចឹងណាបងចង់ឲ្យយើងទាំងអស់គ្នាចូលជួយសង្គមដូចគាត់អញ្ចឹងចង់ឲ្យឃើញក្មេងមានអីគ្រប់គ្រាន់មានអីញ៉ាំមានកន្លែងគេងអីអញ្ចឹងណាបងចាព្រោះយើងជាម៉ែគេដែរយល់ពេលឃើញក្មេងបាក់អញ្ចឹងអាណិតហ្មងងាកទៅកុមារដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើវិញពួកគេមានស្នាមញញឹមនិងថាពួកគេទទួលបានការអប់រំដោយកុមារដទៃបាទតាមលោកផនផល្លាក្នុងមួយឆ្នាំលោកត្រូវចំណាយប្រាក់ប្រមាណ$70000អាមេរិកសម្រាប់ទំនុកបម្រុងក្មេងៗនិងជួយមនុស្សចាស់ជរានៅតាមផ្ទះលោកថាជីវិតរបស់ក្មេងៗគឺជាកម្លាំងចិត្តសម្រាប់រូបលោកយើងបានបង្កើតពាក្យស្លោកមួយសម្រាប់មណ្ឌលមែកឈើគឺបណ្ដុះក្មេងថែចាស់បាទពីព្រោះយើងបានមើលឃើញថាក្មេងៗប្រៀបដូចជាសូរិយាទើបរះរីឯចាស់ប្រៀបដូចសូរិយារៀបអស់ស្ដង់គុតទៅហើយអញ្ចឹងក្មេងៗគឺយើងបណ្ដុះបណ្ដាលយើងអប់រំ
យើងជំរុញយើងថែទាំឲ្យគេលូតលាស់រីឯចាស់ជាវ័យមួយដែលយើងត្រូវថែទាំចុងក្រោយឯងនៅពេលដែលគាត់លែងមានលទ្ធភាពឬក៏សមត្ថភាពក្នុងការជួយខ្លួនឯងបានណាបាទ រាយការណ៍ពីរាជធានីភ្នំពេញខ្ញុំលាស់លេបលេប VOA